រយៈពេល8ថ្ងៃចុងក្រោយនៃខែមីនាកន្លងទៅនេះកម្ពុជាបានបណ្ដេញជនបរទេសចំនួន1528នាក់អ្នកខ្លះពាក់ព័ន្ធនឹង online scam ខ្លះទៀតចម្រិតទារប្រាក់និងស្នាក់នៅខុសច្បាប់រយៈពេល8ថ្ងៃចុងខែមីនាចាប់ពីថ្ងៃទី24ដល់ថ្ងៃទី31ខែមីនាឆ្នាំ2026នេះកម្ពុជាបានធ្វើការបន្តបណ្ដេញជនបរទេសសរុបចំនួន1528នាក់ក្នុងនោះស្រី232នាក់មាន23សញ្ជាតិរួមមានយូហ្គង់ដាកេនយ៉ានេប៉ាល់ចិនឥណ្ឌាបង់ក្លាដេសប៉ាគីស្ថានចិនតៃវ៉ាន់បេឡារុសវៀតណាមឥណ្ឌូនេស៊ីហ្គាណាអាហ្វ្រិកខាងត្បូងអង់គ្លេសបូរុនឌីហ្គាមេរូនរ៉ូវ៉ាន់ដាអូស្ត្រាលីនីហ្សេរីយ៉ាជប៉ុនស្រីលង្កាហ្វីលីពីននិងមីយ៉ាន់ម៉ាក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជានេះគឺមានជនជាតិចិនចំនួន327នាក់ស្រី20នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញត្រូវបានបណ្ដេញចេញតាមរយៈជើងយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោនិងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែនបន្លំឯកសារคล้ายៗស្នាក់នៅគ្មានលិខិតឆ្លងដែនចាប់ចម្រិតទារប្រាក់ប្រើ QR code คล้ายៗឆបោកតាមប្រព័ន្ធអនឡាញនិងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោនិងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានឲ្យដឹងថាការបណ្ដេញចេញជនជាតិបរទេសទាំងនេះគឺការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបានសបផ្សាយពាណិជ្ជកម្មនៅវិទ្យុថោន FM 102.25 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77